ជំរាបសួរបងប្អូនបាទបងប្អូនកំពុងតែឃើញនេះគឺជាដើមគុយបាទកូនដើមគុយណាបាទហើយដើមគុយនេះគឺបណ្ដោះចេញពីគ្រាប់វាបាទបើនិយាយទៅវាមិនសូវជាងាយប្រហែលដែរយើងត្រូវដំបូងយើងទិញផ្លែវាហើយបាទយើងយកវាមកទុកឲ្យវារាងទុំល្អហើយបានយើងចាប់ផ្ដើមយកគ្រាប់វាយកមកដាក់បដោះហើយយើងធ្វើការរៀបចំដីដាក់លាយជីលាយផេះអង្កាមលាយអីណាបាទដើម្បីឲ្យវាល្អហើយភាគរយនៃការដោះនឹងវាច្រើនគុយនេះគឺជាពូជមកពីភ្នំគូលែនបាទគុយភ្នំគូលែនបាទមានរសជាតិជូរអែមបាទហើយដើមខ្លះរាងជូរដើមខ្លះរាងផ្អែមបាទដោយសារតែវាជាប្រភេទផ្លែឈើព្រៃអញ្ចឹងយើងអត់អាចស្វែងរកផ្លែឈើព្រៃណាដែលថាមានរសជាតិផ្អែមសុទ្ធទេគឺវាមានរសជាតិជូរអែមហើយតាមលក្ខណៈធម្មជាតិរបស់វាណាបាទហើយបងប្អូនមើលភាពខុសគ្នាស្លឹករាងកម្មៅស្លឹករាងខ្មៅអញ្ចឹងគឺវាល្អខ្លាំងដោយសារតែយើងលាយជីបានត្រូវបាទយើងលាយផេះអង្កាមលាយមកគោហើយមានដីមានសកៃដូងមានអីចឹងទៅបាទពេលយើងដាក់លាយជីត្រូវការលូតលាស់របស់វាក៏ល្អខ្លាំងណាស់ដែរបាទស្លឹកវារាងបៃតងប៉ុន្តែរាងបៃតងពណ៌រាងបៃតងចាស់រាងកម្មៅបាទហើយចំពោះដើមដងរបស់គេគឺល្អមែនទែនបាទដើមវាជាប្រភេទរុក្ខជាតិវល្លិណាបាទគុយមិនមែនជាដើមឈើទេប៉ុន្តែវាជាវល្លិដែលតងដើមឈើបើសិនជាបងប្អូនមានដើមស្វាយឬក៏ដើមឈើហូបផ្លែផ្សេងនៅក្បែរផ្ទះគ្រាន់តែយកដើមគុយនេះទៅដាំនឹងគល់វាទៅវានឹងធ្វើការវាឡើងបាទលូតលាស់ហើយឡើងតាមដើមហ្នឹងរហូតដល់មែកបាទហើយវាត្រូវការពឹងផ្អែកលើរុក្ខជាតិផ្សេងដើម្បីធ្វើការលូតលាស់ហើយមានការផ្លែផ្កាទៅតាមនឹងទៅជាទូទៅបើយើងនិយាយពីរុក្ខជាតិហូបផ្លែអាយុកាលនៃការផ្លែរបស់វាគឺចន្លោះពី3ទៅ4ឆ្នាំបាទរុក្ខជាតិទូទៅមិនថាស្វាយមិនថាក្រូចរុក្ខជាតិហូបផ្លែផ្សេងដូចល្មុតដូចអីណាបាទហើយចំពោះគុយនេះខ្ញុំក៏អត់ហ៊ានសន្និដ្ឋានថាប៉ុន្មានឆ្នាំដែរដោយសារតែនេះគឺជាការសាកល្បងដំបូងទេដែលយើងបណ្ដោះយកមកដាំដើម្បីទី1យើងបានថែរក្សាពូជដើមឈើព្រៃបាទដោយសារតែឥឡូវនេះព្រៃឈើយើងក៏វាកាន់តែអស់ហើយដើមគុយនៅតាមព្រៃភ្នំក៏វាកាន់តែខ្សត់ទៅដែរដូច្នេះបើយើងមានដីទំនេរក្បែរផ្ទះឬក៏មានចម្ការអីនៅក្បែរគឺយើងអាចយកវាទៅដាំបាទទី2គឺយើងបានផ្លែសម្រាប់បរិភោគបាទផ្លែគុយនឹងវាជាប្រភេទផ្លែដែលយើងអាចហូបចាស់ហូបខ្ចីក៏បានហើយហូបទុំក៏បានបាទបើសិនជាផ្លែចាស់ខ្ចីគឺយើងអាចហូបជាលក្ខណៈត្រាំដូចបងប្អូនឃើញស្វាយត្រាំបាទគេធ្វើហូបអញ្ចឹងឯងបាទហើយបើសិនជាទុំគឺយើងអាចយកវាមកហូបភ្លាមបាទតុនបេះមកនេះបងប្អូនធ្លាប់ហូបផ្លែគុយដឹងហើយបាទរសជាតិឆ្ងាញ់ជ្រលក់ជាមួយអំបិលម្ទេសឬក៏ហូបវាទៅទេបាទចំពោះឆ្នាំមុនខ្ញុំបណ្ដោះបានហើយលក់អស់រលីងបាទហើយឆ្នាំនេះខ្ញុំបណ្ដោះបានប៉ុណ្ណឹងឯងបងប្អូនបាទបើសិនជាបងប្អូនធ្វើការតាក់ទងមុនបងប្អូននឹងទទួលបានដើមគុយនេះយកទៅដាំហើយបើសិនជាតាក់ទងមកអត់ទាន់គេទេបាទអាចនឹងអត់បានទេដោយបានជម្រាបអញ្ចឹងថាបាទដើមគុយនេះគឺជាប្រភេទរុក្ខជាតិព្រៃដូច្នេះហើយវាធន់ខ្លាំងណាស់វាធន់នឹងអាកាសធាតុវាធន់នឹងបរិយាកាសកម្ដៅបាទបើសិនជាបងប្អូនដាំវារស់ក្នុងរយៈពេល1ឆ្នាំដំបូងបាទ1ឆ្នាំដំបូងគឺយើងគួរតែស្រោចទឹកដាក់ជីវាទៅជីនឹងគឺគ្រាន់តែយើងជីកអន្លង់ទៅយើងយកជីអាចគោអាចមន់ដាក់ទ្រាប់បាតទៅបាទ
និយាយទៅប្រភេទរុក្ខជាតិព្រៃនេះគឺវាធន់ខ្លាំងណាស់បាទបន្ទាប់ពីនោះមកយើងស្រោចទឹកវាចាប់ឫសហើយគឺលែងស្រោចហើយបាទទុកតាមធម្មជាតិវាលូតលាស់ខ្លួនវា